15 ឆ្នាំយូរមែន15 ឆ្នាំក្រោយពួកយើងធ្វើអីទៅថ្ងៃក្រោយពួកយើងត្រូវតែមានសុភមង្គលនៅក្នុងជីវិតរស់នៅថ្មីឆ្នាំ2021រឿងនៃទានស្នេហា15 ឆ្នាំរបស់ខ្ញុំនិងយាវយងឈើក៏បានដល់ទីបញ្ចប់ក្នុងថ្ងៃនោះខ្ញុំបានប្រាប់ភ្នែកថតទុកនៅរូបជាច្រើនសុទ្ធតែជារូបភាពនេះដែលមានសុភមង្គល